ប្រាប់ប៉ាថាធ្វើភ្លាត្រីឆ្ដោទៅពេលគាត់ប្រសាទៅត្រីរៀបសោះមិនសូវស្គាល់ទេតាមតែគេដែរគាត់ថាធ្វើភ្លាញ៉ាំបានដូចគ្នាហ្នឹងថ្ងៃនេះណាមកធ្វើភ្លាត្រីតាមរូបមន្តរបស់ប៉ាគាត់ចូលចិត្តណាភ្លាត្រីដាក់លាសដៃបដោះព្រោះថ្ងៃនេះជាថ្ងៃពិសេស anniversary របស់ម៉ាក់ជាមួយប៉ាហើយថែមទាំងប៉ះថ្ងៃបុណ្យលោកឪពុកទៀតរៀបចំធ្វើម្ហូបអតុកដែលពួកគាត់ចូលចិត្តក៏ប្រាប់ថាត្រីឆ្ដោធំជាងត្រីឌៀបហើយវាមានកលាមិនទេភ្លេចបាត់ដែរបងប្អូនអើយអត់ចាំសោះរូបរាងវាមើលទៅដូចតែគ្នានឹងមិនដឹងស្អីតស្អីទេដឹងថាចេះតែធ្វើម្ហូបឬមើលត្រីមើលសាច់នេះមិនសូវចេះមើលទេចាស់ក៏មិនចូលចិត្តភាសាគ្រឿងសមុទ្រទេខ្លះឡើងចិត្តសិទ្ធហើយក៏ចូលចិត្តតែត្រីស្រែចេះឯងយកមកដល់ដាក់ទូកកចោលមកយកទៅបានយើងចាប់ផ្ដើមរៀបចំយកមកធ្វើភ្លាវាឲ្យស្អាតចេះហើយយើងត្រាំវាជាមួយអំបិលស្លឹកតើយនិងទឹកករយៈពេល20នាទីទៀតដើម្បីសាច់ត្រីរបស់យើងរឹងកាន់តែល្អនៅថ្ងៃបុណ្យទិវាលោកឪពុកនេះហើយយើងរំលឹកឡើងវិញខ្ញុំសួរបងប្អូនទាំងអស់គ្នាមួយណាថាកាលពីក្មេងមកដល់ឥឡូវមានរឿងមួយណាដែលបងប្អូនចងចាំជាមួយប៉ាជាងគេចូលរួមឆ្លើយក្នុងវីដេអូនេះខ្ញុំមាន fresh ជូនម្នាក់មួយកេះក្នុង stock មាន3កេះណាបងប្អូនជូនថ្ងៃទិវាបុណ្យលោកឪពុកភាសាចុងគ្រួសារទឹកផ្លែឈើ fresh ធ្វើមកពីផ្លែឈើស្រស់ពិត 100% ហើយសុទ្ធតែជាផ្លែឈើក្នុងស្រុកមានរហូតដល់6រសជាតិមានទឹកកលែនតែវាឆ្មាទឹកខ្មុំឈ្ងុយទឹកខ្មុំនិងស្រស់ញ៉ាំទៅស្រឡះអំពងកជួយពង្រឹងភាពស៊ាំរបស់យើងឲ្យរឹងមាំទៀតទឹកតឡាចញ៉ាំទៅត្រជាក់ក្នុងក្លិនឈ្ងុយតឡាចល្អមែនតើទឹកផ្លែឈើ fresh មានរសជាតិអត់សូវផ្អែមទេស្រួលញ៉ាំបើបានក្លាសេកាន់តែត្រជាក់កាន់តែឆ្ងាញ់ទឹកផ្លែឈើ fresh ប៉មនេះហាជួយបំបត្តិភាពមួម៉ៅចង់បានប្រូតេអ៊ីនច្រើនញ៉ាំទឹកផ្លែឈើ fresh ជួយក្លិនស្ដាយសៀងស្រស់ពិត 100%បីហត់កិនគៀបនំហត់ទេញ៉ាំ fresh ទឹកស្ដាយតែកំប៉ុងទៅឆ្អែតហើយឡើងឆ្ងាញ់ស្រួលខ្លួនហ្មងទឹកផ្លែឈើ fresh ទៅពេលបិជូរញ៉ាំទៅជូរអែមហើយធ្វើឲ្យយើងមានកម្លាំងទៀតណាចាំនៅផ្ទះទឹកដាលេងនៅមួយក៏ជុំគ្រួសារអត់ខុសទេព្រោះទឹកផ្លែឈើ fresh នេះឆ្ងាញ់ហើយល្អសម្រាប់សុខភាពមុននឹងយើងត្រាំត្រីជាមួយទឹកកកចោលសិនទៅចន្លោះពេលនេះមានរៀបចំធ្វើសឡំជូរស្រែសំណប់ចិត្តម៉ាក់ត្រីឌៀបមួយក្បាលហ្នឹងធំ1គីឡូជាងអញ្ចឹងនៅសក់ក្បាលជាមួយនឹងឆ្អឹងវាហ្នឹងយកមកសឡំជូរស្រែជាតិមែនតែនអាស្បែកដែលយើងជាចោលអីនឹងដាក់មកបងប្រហុកបងគ្រឿងមានកុលក្រៃលក្រូចហើយថែមស្លឹកអំពិលជាមួយតកួនស្រែហើយម្អមទៀតមកបានបាត់ហើយអូយឈ្ងុយណាស់ហើយម៉ាក់ខ្ញុំមកចូលចិត្តណាសឡំជូរស្រែបើថាគាត់ស្លសង្រល់ថ្ងៃបងប្អូនភាសាមិនក៏មិនចេះធុញដែរបើថាភ្លាត្រីរូបមន្តរបស់ប៉ាវិញគាត់ថាឆ្ងាញ់ជាងគេនេះជាមួយនឹងសបកណែមយកទៅបំពងគាត់ថាត្រីហ្នឹងមិនបាច់ហាន់ឲ្យវាស្ដាងពេកទេហាន់មកល្មមប៉ុណ្នេះហើយយកទៅច្បាច់ជាមួយគុយឆ្មាឲ្យវាឆ្អិននៅពេលដែលឆ្អិនសាច់ត្រីហើយពូតយកទឹកនឹងចាញ់ទុកមកកណ្ដោបគាត់ថាត្រីឌៀបមិនសូវឆ្ងាញ់ទេសាច់វាបើថាយកធ្វើភ្លាចេះត្រីឆ្ដោឆ្ងាញ់ជាងតែពេលលីងគ្រឿងលីងស្ករឲ្យឈ្ងុយដាក់ទឹកត្រីដាក់ម្សៅស៊ុបមាន់ហើយទឹកត្រីយើងបានពូតមកហ្នឹងយកមកកូរនៅលើភ្លើងឲ្យវាពុះឆ្អិនចាំចាស់សាច់ត្រីចូលលេងវាមកសពប់បានដែរកុំឲ្យឆ្អិនពេករួចហើយដាក់បន្លែចូលមកជាមួយនឹងខ្ទឹមសកច្រាំធ្វើអញ្ចឹងទៅបន្លែរបស់យើងសពប់មកត្រោបសាច់ត្រីក៏វាមិនឆ្អិនខ្លាំងណាស់ពេកដែរវានៅស្វិតឆ្ងាញ់ណាបងប្អូនប៉ុន្តែសាច់ត្រីនឹងឆ្អិនម្ដងហើយដោយសារតែយើងបានច្បាច់វាជាមួយនឹងក្រូចឆ្មាភ្លាត្រីឆ្ដោនេះតាមបែបចាស់ហេបងប្អូនសាក់ធ្វើមើលចាស់ចូលចិត្តណាជាពិសេសបុណ្យទិវាលោកឪពុកនេះហាប៉ានឹងចូលចិត្តអីច្បល់ភ្លុកមើលមកល្មមយើងចូលចិត្តណាត្រៀបដាក់លើចានមកមានសបកណែមានស្លឹកខ្ទឹមមានជីគ្រប់មុខសណ្តែកដីម្ទេសអូហើយមួយទៀតគាត់ថាភ្លាត្រីឆ្ដោនេះឆ្ងាញ់ជាងគេជាមួយនឹងស្លឹកខ្ទឹមនឹងឯងសណ្តែកបដោះពពាយឬមួយក៏សណ្តែកគួរចូលបងប្អូនទាំងគ្នាធ្វើភ្លាត្រីរដងប្រើត្រីអីហើយបន្លែអីខ្លះដែរចាំជួយខមមិនចែកម្លេចនៅក្រោមវីដេអូនេះផងរៀបចំធ្វើម្ហូបហើយប៉ាលបោចំនិយាយទូរស័ព្ទមួយកូនគាត់មកស្ទុះក្រោយមកវាទឹកស្អាតបាត់មកអង្គុយញ៉ាំបាយជាមួយនឹងម៉ាក់យូររៀបចំឲ្យគាត់ស្វីតម្ដងទៅព្រោះគាត់ដិតទេហើយបកាយគ្នារាល់ថ្ងៃតែបងប្អូនកុំនិយាយគាត់លឿនភ្លារបស់យើងមានរសជាតិជូរប្រៃសាច់ត្រីផ្អែមពីធម្មជាតិមកមានការជប់ជុំមានទឹកផ្លែឈើ fresh អរគុណច្រើនបងប្អូនជម្រាបលា